សូមធ្វើការបង្ហាញរុក្ខជាតិដេគ័រមួយប្រភេទទៀតដែលកំពុងតែពេញនិយមណាឥឡូវហ្នឹងណាហើយវាក៏ជាប្រភេទរុក្ខជាតិដំណាំហូបផ្លែដែរដែលដើមនេះគឺជាប្រភេទដើមក្រូចហើយដើមក្រូចនេះយើងមានទាំងប្រភេទក្រូចបែបស្លឹកធម្មតាជាមួយនឹងស្លឹកប៉ារ៉ាណាហើយពូជក្រូចនេះគឺជាប្រភេទក្រូចលីម៉ុនសម្រាប់ក្រូចលីម៉ុននេះវាមានច្រើនប្រភេទដែរវាមានតម្រង់បែបធម្មជាតិហើយនិងតម្រង់បែបដេគ័រតម្រង់បែបដេគ័រនេះគឺគេធ្វើឡើងសម្រាប់យើងយកទៅដេគ័រក៏បានយើងយកទៅដាំលម្អក៏បានដែរដូចនៅក្នុងរូបដែលខ្ញុំដាក់ឲ្យមើលនេះចឹងគឺជាប្រភេទតម្រង់ដេគ័រដែលគេយកទៅរៀបចំសម្រាប់ធ្វើការដេគ័រឬមួយក៏យកទៅរៀបសួនណាចឹងវាមានភាពស្រស់ស្អាតមែនតើហើយទាំងពីរពូជនេះគឺយើងអាចយកទៅរៀបចំក្នុងការដេគ័រសួនបានដូចគ្នាវាមានទាំងផ្លែវាបានទាំងតម្រង់ស្លឹកហើយតម្រង់ដើមដែរហើយប្រភេទពូជនេះគឺស្អាតមែនតើបើសិនជាអ្នកទាំងអស់គ្នាចង់បានប្រភេទរុក្ខជាតិដេគ័រជាពិសេសដំណាំហូបផ្លែយកទៅដេគ័រនេះអាចមករកបានជាមួយនឹងខាងសួននគររាជយើងមាន